ស្វាគមន៍មកកាន់សាធុការ Channel ថ្ងៃនេះខ្ញុំសូមនាំបងប្អូនមកស្គាល់ស្ត្រីខ្មែរម្នាក់ដែលនាំឲ្យពិភពលោកស្គាល់ជាតិសាសន៍ខ្មែរថាខ្មែរខ្លាំងខ្មែរអាចធ្វើបានហើយគាត់គឺឈ្មោះថាKanara Touch Ellers ឈ្មោះខ្មែរលាយជាមួយអាមេរិកកាំងហើយបាទគាត់ធ្វើការនៅស្ថាប័ន NASA បងប្អូន NASA ហ្នឹងគឺជាស្ថាប័នដ៏ធំល្បីដែលធ្វើការងារទៅលើការបញ្ជូនយានអវកាសនិងអវកាសយានិកទៅកាន់អាកាសខាងក្រៅអាចទៅកាន់ឋានប្រច័ណ្ឌឬក៏ទៅនៅសិក្សាលើអវកាសដូចជា International Space Station ហ្នឹងបាទអញ្ចឹងលោកស្រី Kanara Touch Ellers ហ្នឹងគាត់អ្នកស្រុកបាត់ដំបងគាត់រៀននៅសាលានិតយ៉ងទេប៉ុន្តែដោយសារវិបត្តិសង្គ្រាមសម័យខ្មែរក្រហមគាត់ក៏បានភៀសខ្លួនទៅនៅជំរំរហូតដល់បានសិទ្ធិទៅនៅអាមេរិកបាទហើយទៅនៅអាមេរិកហ្នឹងគាត់បានរៀន Bachelor of Science in Mechanical Engineering បាទហើយក៏រៀន Master ទៀតគឺ Master in Business Administration ហើយហេតុអីបានគាត់ជ្រើសរើសធ្វើការហើយអាចចូលធ្វើការនៅជាមួយនឹងស្ថាប័ន NASA បានហ្នឹងគឺមានរឿងរ៉ាវជូរចត់នៅខាងក្នុងហ្នឹងបាទប៉ុន្តែបងខ្ញុំសូមលើកយកពាក្យ5ដែលជាពាក្យកន្លឹះដែលបងប្អូនយើងត្រូវរៀនជាភាសាអង់គ្លេសបាទពាក្យទី1គឺ astronauts មានន័យថាម៉េចណាពាក្យទី2គឺពាក្យថា space program ពាក្យទី2បាទពាក្យទី3គឺ Khmer Rouge បាទពាក្យទី4គឺពាក្យថា refugee បាទពាក្យ refugee ថាតើមានន័យថាម៉េចនិងពាក្យចុងក្រោយគេគឺ moonwalk អញ្ចឹងពាក្យទាំង5ហ្នឹងមានអត្ថន័យយ៉ាងណាយើងនឹងបកប្រែទាំងអស់គ្នាបាទអញ្ចឹងពាក្យទី1ពាក្យថា astronaut ហ្នឹងគឺសំដៅទៅលើអវកាសយានិកបាទអញ្ចឹងយានអវកាសគឺដូចជា Apollo ដូចជាយន្តហោះដែលហោះផុតពីទំនាញផែនដីហ្នឹងទៅខាងក្រៅទៅដល់ភពផ្សេងហ្នឹងគេហៅថាយានអវកាសអាចជា Apollo អាចជាបច្ចុប្បន្នហ្នឹង SpaceX Jet របស់គេហ្នឹងសម្រាប់គេប្រហោះទៅកាន់ International Space Stations បាទហ្នឹងហៅថាយានអវកាសដល់ពេល astronaut គឺអវកាសយានិកមានន័យថាអ្នកដែលជាមនុស្សដែលធ្វើការបើកបច្ចាយានហ្នឹងទៅឬក៏សមាជិកនៅក្នុងយានអវកាសហ្នឹងដែលគេជិះទៅកាន់ភពខាងក្រៅឬក៏លំហខាងក្រៅបាទដល់ពេលពាក្យថា space program កម្មវិធី space ហ្នឹងគឺលំហខាងក្រៅឬក៏អវកាសអញ្ចឹង space program ហ្នឹងគឺជាកម្មវិធីដែលគេធ្វើការសិក្សានៅក្នុងលំហអំពីលំហខាងក្រៅអាចជាភពប្រច័ណ្ឌអាចជាភពអង្គារឬក៏អាចជារបស់ស្អីដែលគេបានស្វែងរកឃើញនៅខាងក្រៅនៅអវកាសហ្នឹងនៅឆ្ងាយពីផែនដីយើងហ្នឹងបាទហ្នឹងគេហៅថា space program ពាក្យបន្តមកទៀតពាក្យថា Khmer Rouge បាទ Khmer Rouge នេះមកពីពាក្យខ្មែរនិង Rouge ហ្នឹងជាភាសាបារាំងប៉ុន្តែយើងយកមកប្រើសពថ្ងៃទៅហើយក៏ពាក្យហ្នឹងក៏អាចប្រែបានថាខ្មែរក្រហមអញ្ចឹងណា Rouge ហ្នឹងភាសាបារាំង Rouge ហ្នឹង red ហ្នឹងអញ្ចឹងគឺខ្មែរ Rouge ហ្នឹងគឺខ្មែរក្រហមបាទអញ្ចឹងគេសំដៅទៅលើសម័យកាលកុម្មុយនីសដែលដឹកនាំដោយរបបប៉ុលពតបាទក្នុងក្រុមរបស់គាត់បាទពាក្យបន្តមកទៀតពាក្យថា refugee ហ្នឹងគឺប្រែថាជនភៀសខ្លួនហ្នឹងហើយអញ្ចឹងអាចភៀសខ្លួនដោយសារហេតុផលសង្គ្រាមគេថាជនភៀសសឹកអីចឹងទៅដោយសារវិបត្តិអីផ្សេងក៏ជា refugee ដែរគឺជនដែលភៀសខ្លួនចំណាក់ស្រុកពីកន្លែងដែលមានវិបត្តិទៅកាន់កន្លែងដែលមានទីសុវត្ថិភាពហ្នឹងឬក៏ថា refugee ហ្នឹងគឺសំដៅទៅលើជនដែលភៀសទៅនៅតំបន់គេហៅថាជំរំហ្នឹងហើយជំរំដូចជា refugee camp ប្រែថាជំរំ The refugee ប្រែថាជនភៀសខ្លួនបាទនឹងពាក្យចុងក្រោយគេដែលពាក់ព័ន្ធនឹងអត្ថបទដែរគឺពាក្យថា moonwalk អញ្ចឹង moon ប្រច័ណ្ឌដល់ពេល walk ដើរអញ្ចឹង moonwalk មានថាដើរតាម style បែបប្រច័ណ្ឌប៉ុន្តែមែនតើគេសំដៅទៅលើការដែលមនុស្សយើងដំបូងគេបានហោះទៅដល់ឋានប្រច័ណ្ឌហើយបានដើរនៅលើភពព្រះច័ន្ទបាទមានន័យថាមនុស្សយើងជន់ជើងជន់ជំហានដាក់ជំហានជន់នៅលើទឹកដីឋានព្រះច័ន្ទបាទចូលទៅសាច់រឿងរបស់លោកស្រី Kanara Touch Ellers គាត់គឺជា
ជនភៀសខ្លួនដែលពីដើមឡើយហ្នឹងណាគាត់រស់នៅស្រុកខ្មែរហើយឪពុកម្ដាយរបស់គាត់ឪពុកជាគ្រូបង្រៀនហើយគាត់មានសមត្ថភាពទូធាតិចតួចដែរក៏គ្រួសាររបស់គាត់ហ្នឹងទិញទូទស្សន៍សខ្មៅមើលនៅផ្ទះហើយក៏ចំពេលព្រឹត្តិការណ៍ដ៏ធំសម័យកាលនោះគឺអាមេរិកជាមួយនឹងសូវៀតគេប្រកួតប្រជែងគ្នាដើម្បីនរណាបានទៅដល់ឋានព្រះច័ន្ទមុនអញ្ចឹងណាអញ្ចឹងអាមេរិកក៏បានបរហោះនៅយានអវកាសមានអាស្ត្រូតហ្នឹងឈ្មោះ Neil Armstrong ដែលបានទៅដល់ឋានព្រះច័ន្ទហើយដើរនៅលើឋានព្រះច័ន្ទហ្នឹងហើយលោកស្រី Canara Touch Eller ហ្នឹងគាត់ឃើញកាលពីគាត់នៅក្មេងគាត់ឃើញព្រឹត្តិការណ៍ហ្នឹងគាត់ក៏ដកចិត្តថាពេលធំទៅគាត់ចង់ធ្វើការលើផ្នែកហ្នឹងអញ្ចឹងណាគាត់ទៅប្រាប់ពូអ៊ំរបស់គាត់ឪពុករបស់គាត់ទៅពូរបស់គាត់ថាបើកូនឯងចង់ធ្វើអាហ្នឹងតើកូនឯងខ្លាំងកណិតឬក៏រៀននៅក្នុងគេហៅថាជំនាញ engineering អញ្ចឹងណាបំណងហ្នឹងក៏ធ្វើឲ្យគាត់មានកម្លាំងចិត្តចង់រៀនយ៉ាងសុទ្ធប៉ុន្តែវិបត្តិសង្គ្រាមកើតឡើងមកទៅគាត់ក៏បែកបាក់គ្រួសារទៅក្នុងហ្នឹងគឺការបរិយាយមកថាគេសម្រាប់ឪពុករបស់គាត់បន្ទាប់មកគេបំបែកម្ដាយរបស់គាត់ប្អូនរបស់គាត់ដោយឡែកគ្នាដោយសារតែគេបែងចែកគ្នាទៅតាមអាយុតាមក្រុមអញ្ចឹងគាត់បែកបាក់គ្រួសារហើយគាត់ត្រូវភៀសខ្លួនទៅនៅជំរំរហូតដល់គាត់បានសិទ្ធទៅនៅអាមេរិកទៅពេលទៅនៅអាមេរិកហ្នឹងគាត់ក៏រៀននៅសាកលវិទ្យាល័យយកជំនាញខាង Bachelor of Science in Mechanical Engineering ហើយថ្នាក់ Master Business Administration អញ្ចឹងណាហើយគាត់ក៏បានទៅធ្វើ internships នៅនេះគេសួរថាម៉េចបានគាត់អាចចូលទៅធ្វើការងារនៅកន្លែងហ្នឹងបានថាមកពីគាត់ដំបូងគាត់ដាក់ពាក្យធ្វើ internships អានេះរូបភាពរបស់គាត់ណាហ្នឹងហើយអញ្ចឹងគាត់ធ្វើ How did you end up working in the space program អញ្ចឹងគាត់ថាដំបូងគាត់ចូលធ្វើការជា internship នៅកម្មវិធី JPL NASA Jet Propulsion Laboratory ហ្នឹងណាដល់ពេលធ្វើហើយទៅក៏គាត់កាន់តែចង់ចូលចិត្តរហូតដល់គាត់បានคลายទៅជាបុគ្គលិកធ្វើការនៅនឹងហើយពេលធ្វើការនៅនឹងគាត់ធ្វើតាំងពីបុគ្គលិកធម្មតារហូតដល់คลายជា manager ជាប្រធាននៅក្នុងផ្នែកហ្នឹងមិនធម្មតាទេបាទអញ្ចឹងគេក៏បានសួរគាត់ថាធ្វើការនៅនឹងតើជួបបញ្ហាលំបាកអីខ្លះធ្វើការនៅក្នុងកម្មវិធី Space Program នៅ NASA ហ្នឹងណាតើជួបបញ្ហាអីខ្លះគាត់ថាបញ្ហាធំជាងគេបើពួកយើងគាត់ថាបញ្ហាតែសម្រាប់គាត់ដោយសារតែបញ្ហាហ្នឹងហើយដែលធ្វើឲ្យគាត់คลายជាស្អីមួយហ្នឹងគឺបញ្ហាអត់ចេះភាសាអង់គ្លេសហើយហ្នឹងបើទាំងអស់គ្នាថាទូចតែគាត់បើសិនជាគាត់អត់ចេះអង់គ្លេសគាត់អត់អាចមកដល់ហ្នឹងទេអញ្ចឹងគាត់ចេះអង់គ្លេសទើបគាត់អាចដើរមកដល់ហ្នឹងហើយអាដែលថាភាពក្លាហានក្នុងការយកឈ្នះការមិនចេះអង់គ្លេសហ្នឹងណាធ្វើឲ្យគាត់ប្រឹងប្រែងរៀនរហូតដល់គាត់ចេះរហូតដល់គាត់អាចចូលរៀនសាកលវិទ្យាល័យនិងទៅធ្វើការនៅកម្មវិធី Space Program ហ្នឹងបានអញ្ចឹងឧបសគ្គធំរបស់គាត់គឺអាហ្នឹងហើយឧបសគ្គទី2គឺការដែលមានភាពក្លាហានហ្នឹងដែលគាត់ថាកម្មវិធីគេវាធំពេកអញ្ចឹងនឹងថាគេទទួលអត់អញ្ចឹងស្ទាក់ស្ទើរចង់ខ្លាចអត់ហ៊ានដាក់អញ្ចឹងទៅបាទហើយអញ្ចឹងគេក៏សួរគាត់ថាចុះតើមានជា advice មានជាពាក្យអីផ្ដាំផ្ញើទៅកាន់យុវជនខាងក្រោយទៀតថាតើធ្វើម៉េចដើម្បីបានដំណើរជីវិតឆ្លងកាត់ពីថាជីវិតលំបាកវេទនាហើយបែកម៉ែបែកឪហើយមកខ្លាចជាមនុស្សជោគជ័យធ្វើការងារដ៏សំខាន់អញ្ចឹងគាត់ថា simple ហើយគឺ never give up បែរថាកុំបោះបង់ចង់ធ្វើអីត្រូវប្រុងជំនួសចង់ធ្វើអីទៅប្រុងជំនះពុះពៀធ្វើដំណើរទៅមុខរហូតទៅធ្វើតទៅបានទៅហើយបើសិនជានិយាយរឿងពិបាកគាត់ថានៅនេះគឺគ្មានវិណាពិបាកជាងគាត់ទេគាត់គឺបែកម៉ែបែកឪរត់ភៀសខ្លួនចេញពីស្រុកហើយទៅនៅអាមេរិកនៅមិនចេះអង់គ្លេសហើយតម្រាំចេះអង់គ្លេសហើយតម្រាំបានចូលសាកលវិទ្យាល័យគាត់វេទនាខ្លាំងមែនទែនតែបើគាត់ធ្វើបានអ្នកដទៃទៀតដែលថាលំបាកហ្នឹងមិនលំបាកដូចគាត់ទេហើយបើប្រឹងប្រែងដូចគាត់ធ្វើបានលើសគាត់ទៀតហ្នឹងហើយគាត់មានប្រសាសន៍ណាហ្នឹងហើយអញ្ចឹងដោយខ្លីមកវិញលើកឡើងមកនេះគឺចង់បញ្ជាក់ថាវាជាមោទនភាពរបស់ខ្មែរយើងដែលមានស្ត្រីខ្មែរមិនមែនតែម្នាក់មានច្រើនទៀតប៉ុន្តែខ្ញុំលើកមកគាត់ឈ្មោះ Canara Touch Eller ហ្នឹងដែលគាត់ធ្វើការរៀនសូត្រប្រឹងប្រែងរហូតដល់អាចធ្វើការងារនៅកម្មវិធីរបស់ Space Program ហ្នឹងរបស់ NASA ហ្នឹងគឺអស្ចារ្យមែនទែនហើយជាការលើកមុខលើកមាត់របស់ប្រទេសជាតិយើងហើយកុំភ្លេចបណ្ដាំរបស់គាត់គឺ Never give up កុំបោះបង់អញ្ចឹងណា
ចឹងបញ្ជាក់ឡើងវិញតើតើជាមួយអត្ថបទរបស់ខ្ញុំនេះខ្ញុំលើកយកមកពី website របស់ NASA ផ្ទាល់បងប្អូនអាចចូលទៅមើល NASA ខ្លួនឯងទៅហើយខ្ញុំក៏នឹងដាក់ link ហ្នឹងនៅក្នុង comment ក្រោមវីដេអូដែរហើយពាក្យរបស់យើងទាំង5ពាក្យមុននឹងយើងបញ្ចប់គឺពាក្យទី1ពាក្យថា astronaut ហ្នឹងគឺអវកាសយានិកអ្នកបើកយានអវកាសបើកបរ driver ប៉ុន្តែគេសំដៅទៅលើទៅក្រៅភពផែនដីទៅខាងក្រៅណាពាក្យទី2 space program គឺកម្មវិធីអវកាសឲ្យតែនៅខាងក្រៅផែនដីយើងហ្នឹងគេហៅថា space program ហើយទៅសិក្សាភពប្រច័នភពអង្គារឬក៏អីផ្សេងហ្នឹងគឺគេហៅថា space program ហើយអញ្ចឹងណាពាក្យបន្ទាប់មកគឺពាក្យ Khmer Rouge ហ្នឹងគឺខ្មែរក្រហមពាក្យហ្នឹងវាយើងនិយាយតាមពាក្យបារាំងដែរបាទពាក្យបន្ទាប់ទៀតគឺពាក្យ refugee ហ្នឹងគឺជនភៀសខ្លួនហ្នឹងអាចជាភៀសខ្លួនដោយសារតែបញ្ហាសង្គ្រាមបញ្ហាចំនួនអីចឹងណាដោយគាត់លោកស្រីខណ្ឌរាទូចហ្នឹងគាត់ជា refugee ដែលគាត់ភៀសខ្លួនទៅនៅជំរំអញ្ចឹងណាហើយជំរំគឺ refugee camp បាទហើយពាក្យចុងក្រោយគេគឺពាក្យ moonwalk ហ្នឹងគឺដោយសារតែព្រឹត្តិការណ៍ពេលហ្នឹងគាត់បានឃើញអវកាសយានិករបស់អាមេរិកហ្នឹងបានចុះដើរនៅលើឋានព្រះច័ន្ទគឺ moonwalk ណាអញ្ចឹង moonwalk ហ្នឹងគឺការដើរនៅលើឋានព្រះច័ន្ទ moonwalk បច្ចុប្បន្ននេះគឺសំដៅទៅលើក្បាច់រាំដែលគេរៀនតាម Michael Jackson អញ្ចឹងចប់ប៉ុណ្ណឹងសង្ឃឹមថាបានជាមេរៀនទៅដល់បងប្អូនហើយក៏ជាមេរៀនល្អតើតើមួយសាច់រឿងរបស់លោកស្រីកញ្ញារាដែលនេះគឺជាការលើកទឹកចិត្តដល់ខ្មែរដទៃទៀតឲ្យប្រឹងតស៊ូដូចគាត់បាទជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណ